សូមគោរពជំរាបសួរលោកតាលោកយាយអំពូមីងបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំក៏សូមគោរពអញ្ជើញអ្នកទាំងអស់គ្នារីករាយទស្សនានៅទស្សនវិជ្ជាផ្សេងនៃផ្ទះប្រជាពលរដ្ឋព្រមទាំងដងផ្លូវនៃភូមិមុខក្រាស់ដែលស្ថិតនៅក្នុងឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំនេះយើងធ្វើដំណើរនេះគឺយើងធ្វើដំណើរចេញពីសាលាបុណ្យហើយឆ្ពោះទៅផ្លូវជាតិលេខ7ផងដែរនេះយើងធ្វើដំណើរទៅនេះគឺផ្លូវកោងនេះគឺបុកចំផ្ទះរបស់លោកមេភូមិមុខក្រាស់ហើយផ្លូវដល់នេះយើងផ្លូវបែកជា2ហើយយើងធ្វើដំណើរខាងផ្លូវខាងស្ដាំដៃគឺធ្វើដំណើរទៅផ្លូវជាតិលេខ7ចំណែកផ្លូវខាងឆ្វេងដៃនេះគឺយើងធ្វើដំណើរទៅសាលាបុណ្យវិញអញ្ចឹងកន្លែងហ្នឹងផ្លូវបែកជា3បងប្អូនចាអញ្ចឹងនេះខាងមុខនេះគឺជាសាលារៀនភូមិមុខក្រាស់នៅខាងឆ្វេងដៃយើងធ្វើដំណើរទៅមុខទៀតអញ្ចឹងភូមិមុខក្រាស់គឺជាភូមិមួយដែលពីដើមឡើយគឺមានផ្លូវតូចហើយពិបាកធ្វើដំណើរហើយកាលពីឆ្នាំ2024កន្លងទៅក្រោមការដឹកនាំរបស់លោកស្រីលីគណៈអភិបាលស្រុកមេមត់លោកក៏បានអំណោយផ្លូវមួយខ្សែដែលជាគម្រោងមូលនិធិស្រុកមេមត់ដែលមានប្រវែងជាង5000ម៉ែត្រជាផ្លូវដីក្រាលគ្រូក្រហមធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរមានសេចក្តីសាទរជាខ្លាំងដោយផ្លូវនោះក្រៅពីធ្វើផ្លូវប្រវែងជាង5000ម៉ែត្រហើយគឺពង្រីកផ្លូវថែមទៀតធ្វើឲ្យផ្លូវធំហើយងាយស្រួលក្នុងការធ្វើដំណើរប្រជាពលរដ្ឋនៅក្នុងភូមិមុខក្រាស់ពិតជាមានសេចក្តីសាទរជាខ្លាំងដោយបានទទួលផ្លូវមួយខ្សែនេះហើយឥឡូវនេះភូមិមុខក្រាស់ក៏មានភ័ព្វវាសនាបានទទួលអំណោយជាថ្មីពីឯកឧត្តមប៉ែនកុសលអភិបាលខេត្តត្បូងឃ្មុំនៅផ្លូវកស៊ូបន្ថែមទៀតក្នុងនោះដែរឯកឧត្តមបានអំណោយមកកាន់ឃុំមេមត់នៅផ្លូវកស៊ូប្រវែងជាង2000ម៉ែត្រដែលរដ្ឋបាលឃុំមេមត់បែងចែកជា3ភូមិមានភូមិជីប៉េះភូមិឆ្ងល់កើតព្រមទាំងភូមិមុខក្រាស់ផងដែរក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋនៃឃុំមេមត់ជាពិសេសភូមិឆ្ងល់កើតភូមិជីប៉េះព្រមទាំងភូមិមុខក្រាស់ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប៉ែនកុសលគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកស្រីលីគណៈអភិបាលស្រុកមេមត់ដែលបានគិតគូរដល់ប្រជាពលរដ្ឋនៃឃុំរបស់យើងខ្ញុំទាំងអស់គ្នាក៏សូមគោរពជូនពរឯកឧត្តមប៉ែនកុសលនិងលោកស្រីលីព្រមទាំងគណៈអភិបាលខេត្តនិងគណៈអភិបាលស្រុកទាំងអស់សូមទទួលបាននៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកំបីឃ្លៀងឃ្លាតឡើយសូមគោរពអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ